មូលហេតុអ្វីបានជាកសិករមិនគួរដាំដំណាំដដែលៗនៅលើដីរបស់ខ្លួនការដាំដំណាំគឺត្រូវការដីដែលមានជីវជាតិល្អទើបដំណាំលូតលាស់បានល្អការដាំដំណាំតែមួយមុខនៅលើដីដដែលៗគឺមិនសូវទទួលបានទិន្នផលល្អទេដែលភាគច្រើនកសិករតែងតែហៅថាដំណាំខ្លាចខ្មោចដំណាំឧទាហរណ៍ពេលដែលយើងដាំដំណាំខ្ញីហើយយើងក៏ប្រមូលផលតែក្រោយពីការប្រមូលផលរួចយើងក៏ដាំខ្ញីទៅវិញដដែលលើដីនោះដដែលនោះវានឹងធ្វើឲ្យខ្ញីយើងរលួយឬលូតលាស់មិនបានល្អនៅពេលដែលយើងដាំដំណាំដដែលវាធ្វើឲ្យអតុល្យភាពសារធាតុចិញ្ចឹមក្នុងដីដោយសារឬដំណាំនីមួយៗគឺស្រូបយកសារធាតុចិញ្ចឹមមិនដូចគ្នាដំណាំខ្លះត្រូវការធាតុអាសូតច្រើនដំណាំខ្លះត្រូវការផូស្វែរនិងខ្លះទៀតត្រូវការទាំង3មុខដែលមានទាំងអាសូតផូស្វែរនិងប៉ូតាស្យូមនិងធាតុផ្សេងទៀតផងដែរការដាំដំណាំដដែលត្រូវការភ្ជួរដីក្នុងជម្រៅដដែលដែលអាចបណ្ដាលឲ្យដីក្តាំងនៅសត្វក្រោមគុណវិបត្តិនៃការដាំដំណាំតែមួយមុខនៅលើដីដដែលមានដូចជាដំណាំងាយរងសត្វល្អិតនិងជំងឺសត្វល្អិតតែងតែរស់នៅកន្លែងណាដែលសម្បូរចំណីដែលវាចូលចិត្តហើយវានឹងបន្តពូជយ៉ាងឆាប់រហ័សនិងរីកធំធាត់លឿនព្រោះសម្បូរអាហារបើយើងនៅតែដាំដំណាំតែមួយមុខមិនផ្លាស់ប្ដូរទេវានឹងកើតកូនចៅទៅចំនួនក្រោយទៀតនាំមកពិបាកគ្រប់គ្រងដីដែលដាំម្ដងហើយតែងតែកើតមាននៅពពួកបាក់តេរីផ្សិតដែលវាបង្កជាជំងឺដល់ដំណាំជាហេតុនាំឲ្យទិន្នផលធ្លាក់ចុះការលូតលាស់មិនសូវល្អដោយសារតែសត្វល្អិតនិងជំងឺបំផ្លាញក្រៅពីនេះក៏ធ្វើឲ្យដីអាចបាត់បង់ជីវជាតិណាមួយឬធាតុណាមួយច្រើនមានន័យថាបើយើងដាំដុះតែស្ពៃដដែលនោះក្នុងដីនឹងបាត់បង់ធាតុអាសូតច្រើនហើយបើដាំដុះដំណាំយកផ្លែដដែលវិញក្នុងដីនឹងបាត់បង់ផូស្វែរនិងប៉ូតាស្យូមច្រើនហេតុផលទាំងអស់នេះហើយទើបកសិករគួរតែដាំដំណាំច្រើនមុខនៅលើដីតែមួយដើម្បីការពារនិងគ្រប់គ្រងសត្វល្អិតបានម្យ៉ាងវិញទៀតពេលដែលទីផ្សារធ្លាក់ចុះមួយមុខយើងនៅមានបន្លែផ្សេងទៀតដែលអាចថ្លៃអាចទល់នឹងការខាតបង់បានផងដែរចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ